គ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញទាក់ទងទៅនឹងការធ្វើបំណែកចែកភារកិច្ចឬក៏អនុរិយតាមបន្ទប់ប្រឡងស្តង់ដារនឹងអញ្ចឹងលោកគ្រូចូលទៅបំណែកចែកនឹងមកបាទបន្តមកទៀតលោកគ្រូជ្រើសរើសខែដូចដើមតើខែហ្នឹងគឺលោកគ្រូបញ្ចូលឬក៏ប្រឡងសម្រាប់ខែណាអញ្ចឹងឧទាហរណ៍ថាខែមករាលោកគ្រូជ្រើសរើសខែមករាហ្នឹងមកហើយបន្តមកទៀតសម័យប្រឡងបាទតើសម័យប្រឡងលោកគ្រូប្រឡងថ្ងៃណាខែមករាហ្នឹងអញ្ចឹងឧទាហរណ៍ថ្ងៃទី2ខែ1បាទឧទាហរណ៍ថ្ងៃទី2ខែ1ហ្នឹងចុះបាទចឹងគ្រូអាចធ្វើផ្លាស់ប្ដូរសម័យប្រឡងនឹងបានបន្តមកទៀតតកតងទៅនឹងចំណុចក្បាលតារានេះគ្រូក៏អាចបដូរបានផងដែរបើសិនជាលោកគ្រូចង់ផ្លាស់ប្ដូរដោយគ្រាន់តែបញ្ចូលអក្សរនៅត្រង់ចំណុចនេះបាទហើយមួយទៀតតកតងទៅនឹងឈ្មោះគ្រូអញ្ចឹងលោកគ្រូអាចធ្វើការបញ្ចូលឬក៏លុបឈ្មោះគ្រូនឹងបានឧទាហរណ៍ថាសាលាខ្ញុំមានប្រហែលអ្នកអញ្ចឹងគ្រូមាន27អ្នកអញ្ចឹងខ្ញុំអាចលុបខ្ញុំអាចបញ្ចូលឈ្មោះទាំង27អ្នកនឹងបានហើយលោកគ្រូក៏អាចលុបបានដែរហើយបន្តមកទៀតឧទាហរណ៍ថាលោកគ្រូធីសុធឿននេះគាត់អនុរិយថ្ងៃទី2ខែ1ហ្នឹងគឺថ្ងៃដំបូងហ្នឹងគាត់ថ្ងៃទី1ពេលព្រឹកគាត់ប៉ះបន្ទប់លេខ1អញ្ចឹងគ្រូវាតែលេខ1ហ្នឹងមកហើយពេលថ្ងៃគាត់ប៉ះបន្ទប់លេខ5អញ្ចឹងយើងវាលេខ5ឬក៏លេខ6មកតាមរកាតាមការរៀបចំអញ្ចឹងលោកគ្រូអាចធ្វើការវាយផ្លាស់លេខត្រង់ចំណុចនេះបានបាទអញ្ចឹងគ្រូធ្វើការផ្លាស់ប្ដូរលេខហ្នឹងមកហើយតកតងទៅនឹងឈ្មោះគ្រូទាំងអស់គឺខ្ញុំដាក់រហូតដល់100នាក់អញ្ចឹងគ្រូគ្រាន់តែចុច mouse ស្ដាំ select លើ file ហ្នឹងហើយយកពាក្យ unhide នេះមកបាទអញ្ចឹងលោកគ្រូអាចធ្វើការបន្ថែមឈ្មោះនឹងបានបន្តទៀតបាទហើយពេលដែលបន្ថែមចប់ឬក៏អស់គ្រូអាច select បាទអាច select រហូតទៅដល់កន្លែងថ្ងៃច័ន្ទគតិសុយគតិហ្នឹងមកហើយគ្រូចុចយកពាក្យ hide វិញមកបាទអញ្ចឹងកន្ទុយតារាងហ្នឹងវានឹងជាប់ដោយស្វ័យប្រវត្តិបាទអញ្ចឹងតកតងកន្លែងថ្ងៃទីហ្នឹងគឺវានឹងដំណើរការស្វ័យប្រវត្តិរៀងរាល់ខែក្នុងករណីដែលលោកគ្រូធ្វើការតេស្តហ្នឹងហើយលោកគ្រូគ្រាន់តែផ្លាស់ប្ដូរខែមកបាទហើយអ្វីដែលសង្កេតឃើញមួយទៀតគឺតកតងទៅនឹងត្រានេះអញ្ចឹងដូចដែលបានបង្ហាញអញ្ចឹងបើសិនជាករណីដែលដាច់ត្រាបែបនេះគឺលោកគ្រូអាចធ្វើការទៅទាញត្រានៅកន្លែងចំណុចបញ្ចូលព័ត៌មានគ្រូហើយលោកគ្រូទាញវារៀងតូចតិចមកបាទហើយយើងទាញខិតក្រោមតិចមកបាទអញ្ចឹងយើងចុចមកប្រឡោះដែលយើងគិតថាសមរម្យហើយលោកគ្រូអាចទៅមើលកន្លែងបំណែកចែកនេះឡើងវិញបាទអញ្ចឹងឃើញថាត្រាវានឹងមកហើយអញ្ចឹងគ្រូអាចធ្វើការទាញសេរីបានតូចធំឲ្យតាមតម្រូវការរបស់លោកគ្រូអញ្ចឹងតកតងទៅនឹងបំណែកចែកគ្រូអនុរិយតាមបន្ទប់ហ្នឹងយើងអាចបញ្ចូលបាន100នាក់ហើយលោកគ្រូគ្រាន់តែផ្លាស់ប្ដូរលេខបន្ទប់មកអញ្ចឹងឧទាហរណ៍ថ្ងៃណាគាត់បន្ទប់ណាពេលរសៀលឬក៏គាត់ប៉ះតែមួយថ្ងៃទេថ្ងៃទី2អីលោកគ្រូអាចបញ្ចូលឲ្យគាត់បានបែបហ្នឹងសម្រាប់វីដេអូតកតងទៅនឹងការធ្វើបំណែកចែកអនុរិយឬក៏គ្រូតាមបន្ទប់ហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណ